របៀបប្ដូរឈ្មោះ Facebook Page នៅលើទូរស័ព្ទដៃចឹងមួយរយៈនេះគឺបញ្ហា Facebook គឺពេលយើងដូរគឺពិបាកដូរមែនតើឈ្មោះ Page ណាទាំង Page ចាស់ទាំង Page ថ្មីគឺពិបាកដូរមែនតើចឹងឥឡូវយើងមកសាកវិធីនេះទាំងអស់គ្នាឥឡូវយើងចូលទៅកាន់ Facebook ចឹងមកហើយយើងចូលទៅកាន់ Page របស់យើងហើយនេះគឺជាឈ្មោះ Page របស់យើងហើយយើងបង្កើតទុកចោលយូរដែរហើយចឹងសម្រាប់បងប្អូននេះបើសិនជាបងប្អូនបដូរបងប្អូនត្រូវបដូរ admin មួយទៀតដែលជា Facebook ដែលមិនធ្លាប់កាន់admin ឬក៏ page មួយទៀតណាសម្រាប់វិធីហ្នឹងហើយបងប្អូនចូលទៅកាន់page setup ហើយយើងចូលទៅកាន់ឈ្មោះ page ចាស់របស់យើងបាទយើងចូលទៅកាន់បដូរមកអូខេឥឡូវយើងទៅខាងលុបpage ឈ្មោះ page ចាស់នឹងយើងចោលសិនមកសម្រាប់ page ដែលយើងបដូរអត់បានពួកនេះអាចថាធ្វើតាមរបៀបខ្ញុំនេះបាទប៉ុន្តែវាមិនប្រកាសថា 100% នឹងបានទាំងអស់ទេឥឡូវយើងទៅការវាយឈ្មោះថ្មីហើយបន្តមកយើងទៅការ copy ទុកឬក៏មិនបាច់ copy បានបងប្អូននេះអូខេឥឡូវយើងចុចពាក្យថា submit appeal យើងចុចទៅវានឹងមានផ្ញើកូដបាននៅលើ email ឲ្យយើងហើយអញ្ចឹងយើងចូលទៅកាន់email ឬក៏យ៉ាងដូចតែបងប្អូនដាក់នៅក្នុង Facebook ហ្នឹងណាបាទហើយយើងជាយកកូដដែលជាកូដរបស់ Facebook ផ្ញើមកអូខេឥឡូវយើងទៅការផាសចូលនៅក្នុងប្រអប់សារនេះមកយើងរងចាំតិចអញ្ចឹងវាអត់ឲ្យយើងទៅមុខទៀតទេអញ្ចឹងមានន័យថាយើងត្រូវបកទៅក្រោយបាទយើងបកហើយបន្តមកយើងទៅការលុបpage ឈ្មោះរបស់យើងហ្នឹងគឺយើងវាយ page ដដែលមកឈ្មោះដដែល page យើងវាយចេញចឹងមកឈ្មោះដដែលអូខេឥឡូវយើងធ្វើការវាយក៏វាអត់តន់ឲ្យយើងដែរអញ្ចឹងយើងធ្វើការថយមក clear ទៀតតោះមកយើងចូលសារថ្មីឈ្មោះសារថ្មីហើយយើងវាយឈ្មោះ page ថ្មីហ្នឹងម្ដងទៀតនៅក្នុងប្រអប់ឈ្មោះដដែលអូខេឥឡូវយើងចុច submit មកនេះចាំមើលបងប្អូនថាវាបានអត់ហើយចំពោះការធ្វើរបៀបនេះគឺវាមិនប្រកាសថាបាន 100% គ្រប់ page ចាស់ទេបងប្អូនអានេះគឺ page ថ្មីដែលខ្ញុំបដូរអូខេឥឡូវចាំមើលខ្ញុំ refresh ជាមួយនឹង page នេះឲ្យបងប្អូនមើលថាទទួលបានការបដូរអត់អូខេឥឡូវយើងបដូរបាន 100% ហើយសម្រាប់ page ចាស់បងប្អូនត្រូវបដូរ admin ទៅ admin ថ្មីដែលមិនធ្លាប់មានកាន់ page ណាទើបយើងអាចបដូរបាន